សូមប្រគេននឹងជូនធម្មទេសនាក្រែ7សំដែងដោយព្រះធម្មមុនីមួនសុផលគង់នៅវត្តកំពូលភ្នំឈើកាច់ខេត្តព្រៃវែងព្រះគ្រូធម្មវិរិយៈរក្ខិតោអ៊ុនសំណាងគង់នៅវត្តនគរបាជ័យក្រុងកំពង់ចាមខេត្តកំពង់ចាមព្រះមហាសក្យមុនីពុទ្ធតោជាសុមាលាគង់នៅវត្តសារវ័នដេជោរាជធានីភ្នំពេញព្រះបញ្ញាបតិបោពោពិសិដ្ឋគង់នៅវត្តសាមគ្គីគិរីសម្រិទ្ធខេត្តបៃលិនព្រះមហាមុនីបាលោជួនកក្កដាគង់នៅវត្តបទុមវតីរាជធានីភ្នំពេញព្រះរតនវិសុទ្ធិឆាតសុឆេតគង់នៅវត្តបទុមវតីរាជធានីភ្នំពេញព្រះមហាពុទ្ធវង្សោពៅវុទ្ធីគង់នៅវត្តព្រះពុទ្ធឃោសាចារ្យហៅចិនដំដែករាជធានីភ្នំពេញបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាពិសេសនិងសម្ពោធឆ្លងសមិទ្ធផលនានាមានព្រះវិហារហោត្រៃកុដវច្ចកុដស្រះមុជលិនរបងដីជាដើមនៅវត្តពោធិវង្សស្ថិតនៅភូមិពូជ្រៃឃុំស្វាយអន្តរស្រុកស្វាយអន្តរខេត្តព្រៃវែងដែលជាស្រុកកំណើតព្រះមហាពុទ្ធវង្សោពៅវុទ្ធីវត្តចិនដំដែកកម្មវិធីបុណ្យថ្ងៃអាទិត្យ8រោចខែពិសាឆ្នាំមមែសប្បដស័កពុទ្ធសករាជ2559ត្រូវនឹងថ្ងៃទី10ខែឧសភាឆ្នាំ2015អ្នកផ្ដើមបុណ្យព្រះសង្ឃមានព្រះមហាពុទ្ធវង្សោពៅវុទ្ធីគង់នៅវត្តព្រះពុទ្ធឃោសាចារ្យហៅចិនដំដែករាជធានីភ្នំពេញព្រះគ្រូសុគតធម្មោអែមប៊ុនលីជាព្រះគ្រូចៅអធិការវត្តពោធិវង្សរួមជាមួយអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទជាច្រើនអ្នកទៀតជាពិសេសព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមាននៅសហរដ្ឋអាមេរិកបារាំងកាណាដាអូស្ត្រាលីស្វីសជាដើមនិងពុទ្ធបរិស័ទក្នុងទិសទាំង8
ដល់ហើយដល់ហើយមកដល់ហើយអសពរងហើយស្ដាប់ព្រះធម៌ជីវិតមាននៅត្រូវសាងល្អព្រះធម៌បវគូត្រង់ត្រាប់ពេលនេះជាពេលសាំងសំណាំងមានព្រះគុណម្ចាស់ថ្លែងសារស័ព្ទសូមសាធុជនប្រុងព្រៀបស្ដាប់គ្រាន់បានជាច្បាប់កើតបញ្ញាបបិទ្ធព្រះគុណថ្លៃបវរសូមប្រទានធម៌វិសេសថ្លាបរិស័ទប្រស្រីមកត្រៀបត្រាសូមទានកាំងរណាទាំងទូនមានរីសំដាច់ត្រង់ឯកអត់ដំមូលមកប្រជុំឋិតធរមានប្រាថ្នាត្រង់ត្រេកក្នុងធម្មទានមគ្គផលជាស្ពានឈានបរលោកហេតុនេះព្រះគុណអ្នកប្រាជ្ញល្បីយល់ពីនិស័យបរិស័ទមកប្រាថ្នាស្ដាប់ធម៌កំររកក៏បីកាន់យកតាមកាលសូមអនុមោទនាឥមេស្មឹងបច្ចុប្បន្នកាលេអេលកៈសង្វច្ឆរេកាលៈបខេអដ្ឋវារេបច្ចុប្បន្នសម័យក្នុងកាលឥឡូវនេះស្ថិតនៅក្នុងឆ្នាំមមេសប្តស័កពុទ្ធសករាជ2559 8រោចខែពិសាកមហរដូវត្រូវនឹងថ្ងៃទី10ខែឧសភាឆ្នាំ2015ជាអ្នកខត្តសម័យថ្ងៃមួយប្រកបដោយមហាអ្នកខត្តរិទ្ធដ៏ពងពោះមហាថ្លៃថ្លានាវេលាគ្រានេះស្ថិតនៅទីអាវាសវត្តពូធិវង្សស្រុកស្វាយអន្តោខេត្តព្រៃវែងប្រពពិធីបុណ្យបញ្ចុះខណ្ឌសីមានិងឆ្លងសមិទ្ធផលនានាក្នុងទីអាវាសវត្តនេះដែលដឹកនាំកសាងដោយព្រះមហាពុទ្ធវង្សោ
ពៅវុធីនិងលោកអាចារ្យគណៈកម្មការបច្ចៅអធិការវត្តថ្ងៃនេះគឺជាថ្ងៃទី3នៃការប្រារព្ធពិធីបុណ្យហើយក៏បានរៀបចំឲ្យមានការសម្ដែងថ្លែងបញ្ជាក់នៅព្រះធម្មទេសនាក្រែ7ជាបឋមអង្គខ្ញុំបកករណាអាត្មាភាពទាំង7អង្គសូមក្រាបថ្វាយបង្គំចំពោះពធេរានុថេរៈគ្រប់ព្រះអង្គមានប្របីតាសង្ឃវត្តពោធិវង្សជាប្រមុខនិងសូមចម្រើនពរដល់សាធុសពបរោះប្រុសស្រីទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានយ៉ាងជ្រាលជ្រៅសូមប្រគេននិងចម្រើនពរ4ប្រការគឺទី1អាយុសូមមានជន្មាអាយុវែងយឺនយូរជាង100ព្រះវស្សាទី2វណ្ណៈសូមមានពណ៌សម្បុរស្រស់បោះស្អាតផូរផង់សមរម្យល្អទី3សុខៈសូមសុខកាយសប្បាយចិត្តឥតបារម្ភទី4ពលៈសូមមានកម្លាំងកាយខ្លាំងមាំមួនកម្លាំងសទ្ធាជ្រះថ្លាកម្លាំងបញ្ញាឆ្លាតវៃបណ្ដាពុទ្ធពរទាំងឡាយ4ប្រការនវធន្តោចូលចម្រុងចម្រើនកើតមានដល់សាធុសពបរោះប្រុសស្រីទាំងអស់មានប្របីតាសង្ឃវត្តពោធិវង្សជាប្រមុខឲ្យបានសពកាលសពវេលាតរៀងទៅនិងសូមខន្តីអភ័យទោសទុកជាខាងដើមក្រែងលោសម្ដែងទៅហើយជូនជាមានខុសខាតបត់បាតអក្ខរៈចេញចនៈព្រះបល័យសេចក្តីអធិប្បាយស្រាយបង្ហាញកន្លែងណាមួយពុំសមរម្យនោះក៏សូមមេត្តាខន្តីអភ័យទោសសូមប្រគេនពរចម្រើនពរនិងជូនពរសូមគោរពរំលឹកនឹកគ្រាព្រះសក្យមុនីសព្វញ្ញពុទ្ធទ្រង់មានសរីព្រះអង្គទ្រង់រំលត់បញ្ញខណ្ឌចូលកាន់ព្រះបរមនិព្វានដនុបាទិសេសនិព្វានធាតុក្នុងថ្ងៃប្រកបដនុរាធៈអ្នកខត្តរិកនាថ្ងៃអង្គារយាមអង្គារនៅថ្ងៃ15កើតពេញបូរមីខែពិសាខកមហរដូវឆ្នាំម្សាញ់បញ្ញស័កឯណោះក្រោមចន្លោះមេឃសាលព្រឹកទាំងគូនៅសាលវណ្ណឧទ្យានចិត្តក្រុងកុសិនារាក្នុងសម័យទៀបភ្លឺរាប់ចាប់ដើមតាំងតែអំពីពុទ្ធបរមគ្រូជាអង្គម្ចាស់ទ្រង់រំលត់បញ្ញខណ្ឌចូលកាន់ព្រះបរមនិព្វានដរាបមកដល់ថ្ងៃនេះព្រះពុទ្ធសាសនកាលឆ្នាំកន្លងរំលងទៅហើយបាន2558ឆ្នាំខែគ្មានថ្ងៃកន្លងរំលងទៅហើយបាន7ថ្ងៃបច្ចុប្បន្នសម័យថ្ងៃអាទិត្យ8រោចខែពិសាខកមហរដូវឆ្នាំមមេសប្តស័កពុទ្ធសករាជ2559អនាគតេកាលេរីឯអាយុកាលនៃពុទ្ធសាសនាចំណែកផ្នែកអនាគតឆ្នាំនៅសល់2441ឆ្នាំខែនៅសល់12ខែដោយអំណាចនៃអធិកមាសថ្ងៃនៅសល់27ថ្ងៃថ្ងៃនៅសល់22ថ្ងៃបើបូករួមសេរីនៃព្រះពុទ្ធសាសនកាលទាំង3កាលរួមបញ្ចូលគ្នាគឺទាំងអតីតអនាគតបច្ចុប្បន្នព្រះពុទ្ធសាសនកាលគ្រប់គ្រាន់ជា5000ព្រះវស្សាដោយបរិបូរណ៍អ្នកមោតស្សៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈ
นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะទូលបង្គំខ្ញុំព្រះអង្គទាំង7អង្គសូមកំបងហត្ថានមស្ការថ្វាយបង្គំប្រជុំពីប្រការប្រពុតប្រធរប្រសង់ថ្លៃថ្លាប្រសើរអស្ចារ្យថ្លឹងថ្លែងពុំបានដោយគុណានុភាពនៃបត្រៃរតន៍និងដោយបញ្ញានុភាពដែលកើតអំពីបញ្ញរិទ្ធនៃពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងសមិទ្ធផលនានានៃវត្តពោធិវង្សនាឱកាសនេះក៏សូមជួយការពាររារាំងបញ្ជានៅវិបត្តិឧបទ្រពទុក្ខសោករោគភ័យចង្រៃខ្សឹបខ្សួលអួលអាក់ផ្សេងក៏ឲ្យអហោសិកម្មវិនិច្ឆ័យបាត់ទៅសុភៈសរីមង្គលបវរមហាប្រសើរចូលកើតកើនចម្រើនមានដល់សាធុសប្បុរសប្រុសស្រីទាំងអស់មានបតេជគុណម្ចាស់បច្ចេកការវត្តពោធិវង្សជាប្រមុខឲ្យបានសពកាលសពវេលាតរៀងទៅអ៊ីតោបរាំងធម្មទេសនੰទេសេសាមៈលំដាប់បន្តតំណតទៅតម្រូវត្រូវអង្គខ្ញុំកណាអាត្មាភាពទាំង7អង្គនឹងរៀបចំចាត់ចែងសម្ដែងថ្លែងនៅពធទេសនាហើយដូចសត្វបានឃើញជានឹងនេត្រាថាធម្មកថេកាចាមាន7អង្គញោម7អង្គនេះបើគិតតាមខេត្តគន់អភ័យព្រៃវែងហ្នឹង4អង្គណាញោមខេត្តព្រៃវែងធម្មកថឹកខេត្តព្រៃវែង4អង្គណាមួយអង្គកំពង់ចាម2តកៅតែមួយឯងតកៅដោយកណ្ដោចកណ្ដែងជាងគេកណ្ដោចកណ្ដែងដោយខ្លែងដាច់ខ្សែញោមថ្ងៃនេះតកៅអញ្ចឹងការសម្ដែងនេះគឺសម្ដែងជារបៀបដាក់ប្រធានបទឲ្យញាតិញោមស្រួលចាំស្រួលយល់ស្រួលស្ដាប់ហើយអ្នកស្មូតតកៅដែរអ្នកតកៅគេតវ៉ាថាមានអ្នកស្មូតតកៅដែរអញ្ចឹងប្រធានបទដែលត្រូវសម្ដែងពធមួយអង្គ10នាទីញោមអង្គណាសម្ដែងលើសនាទីផាកពិន័យឲ្យតែសម្ដែងលើសគឺផាហើយសិតតអ្នកចេះសម្ដែងហើយបើសម្ដែងលើសនឹងមានន័យថាមិនគោរពសិទ្ធិធម្មកថាដូចគ្នាហើយបើសម្ដែងខ្វះបានប៉ុន្តែហាមលើសនេះសូមបញ្ជាក់បឋមកថាឲ្យហើយគេលោជក់ទៅភ្លេចមើលម៉ោងញោមស្គាល់ពនាមធម្មកថាទាំង7នឹងអត់ញោមស្គាល់នៅចឹងចាំមើលមកគុណអស់លេងហើយបាយនេះមុនចុងមកបែភៈញាក់នេត្រាមើលមួយអង្គធម្មកថាទាំង7មកឃើញអត់ញោមថ្ងៃនេះជាទិវាប្រវត្តិសាស្ត្រសម្រាប់វត្តពោធិវង្សដែលមានបឋមកថាសម្ដែងពធមានញាតិញោមស្ដាប់ច្រើនស្ដាប់តាំងពីក្នុងមហារោងហៀដល់ក្រៅរោងហៀដល់ក្រោមសាលាឆាន់ទៅទៀតញោមមនុស្សច្រើនណាស់ថ្ងៃនេះគួរឲ្យកោតគួរឲ្យសរសើរដល់គណៈកម្មការដែលរៀបចំបុណ្យបានល្អជាថ្ងៃទី3មនុស្សក៏ច្រើននៅស្ដាប់ពធទេសនាក៏ច្រើនដើម្បីកុំឲ្យខាតពេលខ្ញុំគណៈអាត្មាភាពជាធម្មពិធីកផងជាតួអង្គមួយអង្គក្នុងការសម្ដែងនឹងផងតើមានការចាប់ផ្ដើមដាក់ប្រធានបទបានរៀបចំសម្ដែងត្រូវឥឡូវពធទេសនាថ្ងៃនេះសម្ដែងអំពីធម៌ធ្វើឲ្យកើតជាប្រអិន7យ៉ាងញោមចង់កើតជាប្រអិនទេញោមស្រីចង់កើតជាប្រអិនអត់សុំទោសហើយប្រអិនមិនមែនស្រីគឺប្រុសញោមប៉ុន្តែបើចង់កើតជាប្រអិនតើละស្រីคล้ายទៅជាប្រុសបានកើតជាប្រអិនណាឲ្យតែប្រព្រឹត្តធម៌7យ៉ាងហ្នឹងធម៌ឯ
ដែលនាំឲ្យកើតជាប្រអិន7យ៉ាងទី1មេត្តាបេតិភរៈចិញ្ចឹមមេត្តាបិតាអស់មួយជីវិតទី2កុលេចេថាបច្ចាយីគោរពកោតក្រែងចំពោះអ្នកដែលចម្រើនឬតកូលរៀមច្បងអស់មួយជីវិតទី3សន្ហវាចៈពោលពាក្យពីរោះអស់មួយជីវិតទី4បេសណៃយៈបហាយីលះបង់ចោលនៅពាក្យញុះញង់អស់មួយជីវិតមានន័យថាមិននិយាយពាក្យញុះញង់អស់មួយជីវិតទី5មច្ឆេរវិនិយៈនាំចេញនៅសេចក្តីកំណាញ់ពីសន្តានអស់មួយជីវិតមានន័យថាមិនកំណាញ់អស់មួយជីវិតគឺបរិច្ចាគទានអស់មួយជីវិតទី6សច្ចៈពោលពាក្យពិតអស់មួយជីវិតទី7កោធាភិភូក្របសង្កត់នៅសេចក្តីក្រោធមិនឲ្យកើតបានអស់មួយជីវិតមានន័យថាពេលខឹងក្របសង្កត់មិនឲ្យខឹងបាននឹងធម៌នាំកើតជាប្រអិន7ហ្នឹងហើយមួយនេះតែ10នាទីឯងលើស10នាទីណាមិនដឹងមិនដែរប៉ុន្តែហាមលើសឥឡូវសូមរៀបរាប់ពីពនាមធម្មកថាដែលត្រូវសម្ដែងធម៌ទាំង7រាប់ពីឆ្វេងខ្ញុំកណាអាត្មាភាពនោះខាងនោះញោមក្រែពណ៌បៃតងហើយមៀតរៀងធំជាងគេហៅថាលោកគ្រូធំជាងគេញោមលោកគ្រូធំព្រះនាមធម្មមនីមួនសុផលគួងនៅវត្តបបតៈកោដារាមហៅវត្តកំពូលភ្នំឈើកាច់ឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងត្រូវសម្ដែងប្រធានបទទី1គឺមេត្តាបេតិភរៈចិញ្ចឹមមេត្តាបិតាអស់មួយជីវិតចឹងញោមចាំក្រែនោះក្រែចិញ្ចឹមមេត្តាបិតាញោមនោះក្រែនោះហើយថ្ងៃនេះតាមបរទេសក៏ដូចជាសហរដ្ឋអាមេរិកថ្ងៃ Mother Day ផងញោមទិវាដឹងគុណម្ដាយចឹងត្រូវហើយទេសនាថ្ងៃនេះហើយថ្ងៃនេះមិនត្រឹមតែដឹងគុណម្ដាយទេដឹងគុណព្រះពុទ្ធញោមថ្ងៃហ្នឹងថ្ងៃបូជាព្រះសពព្រះពុទ្ធបូជាថ្ងៃហ្នឹងថ្ងៃ8រោចខែពិសាខហ្នឹងគឺបូជាព្រះសពរបស់ព្រះសម្មាសម្ពុទ្ធហើយជាថ្ងៃទិវាដឹងគុណអ្នកម្ដាយបតេជៈប្រគុណព្រះមហាពុទ្ធវង្សោពៅវុធីចេះរោធម្មកថាទេសនាថ្ងៃហ្នឹងឃើញញោមពលលោកកំព្រាមេត្តាដែរចឹងដាក់ថ្ងៃនេះដាក់ថ្ងៃទិវាដឹងគុណម្ដាយត្មងញោមកំព្រាម្ដាយដែរបងចឹងក្រែហ្នឹងក្រែដឹងគុណម្ដាយញោមចិញ្ចឹមមេត្តាបិតាអស់មួយជីវិតចំណែកទី2ព្រះគ្រូធម្មវិនិយៈរខេតោគង់នៅវត្តនគរបាជ័យក្រៅក្រុងកំពង់ចាមខេត្តកំពង់ចាមជាលោកគ្រូសោតស្ដាំលោកត្រូវសម្ដែងប្រធានបទទី2កុលេចេថាបច្ចាយីគោរពកោតក្រែងចំពោះអ្នកដែលចម្រើនឬអ្នកដែលជារៀមច្បងក្នុងតកូលចឹងក្រែនោះក្រែគោរពរៀមច្បងគោរពអ្នកណាដែលមានសេចក្តីចម្រើនគោរពអ្នកណាដែលមានគុណធម៌គោរពប្រសង់រាល់ថ្ងៃប្រអិននៅគោរពពីនងមកញោមថ្វាយអង្គមពីឋានតាវតឹងមកក្រោមទេវបុត្រទាំងឡាយសួរព្រះអង្គថ្វាយអង្គមអ្នកណាថាថ្វាយអង្គមអ្នកណាដែលមានគុណធម៌អ្នកមានសិលអ្នកគោរពមេត្តាបិតាប្រអិនថ្វាយអង្គមមករាល់ថ្ងៃនៅថ្វាយអង្គមនោះប្រអិននៅលើនោះញោមចឹងធម៌នោះធម៌គោរពតកោរៀមច្បងក្រែទី2ពីនោះមកព្រះអង្គពនាមព្រះគ្រូធម្មវិនិយៈរខេតោអ៊ុនសំណាងជាព្រះគ្រូសោតស្ដាំវត្តនគរបាជ័យក្រៅក្រុងកំពង់ចាមខេត្តកំពង់ចាមមើលប្រភព
ញញឹមបន្តិចមកមើលចំណែកក្រែបន្ទាប់ញាតិញោមស្គាល់ដេចគុណទេពនាមអីស្គាល់ទេព្រះនាមព្រះសក្យមនីពតតោជាសមាលាគង់នៅវត្តសារាវ័នដេជោរាជធានីភ្នំពេញជាធម្មកថាល្បីផ្នែកខាងសំឡេងទុនផ្អែមព្រោះត្រូវប្រធានបទទី3គឺសន្ហវាចៈពោលពាក្យព្រោះអស់មួយជីវិតក្រែហ្នឹងក្រែពោលពាក្យព្រោះណាញោមក្រែហ្នឹងបាទស្ដាប់ឲ្យឈប់ពោលពាក្យអាក្រក់ពោលតែពាក្យព្រោះបានហើយដល់មកអាត្មាស្គាល់ទេញោមស្គាល់ទេព្រះនាមបញ្ញាបតិបោពោពិសិដ្ឋគង់នៅវត្តសាមគ្គីគិរីសម្រិទ្ធស្រុកសាលាក្រៅខេត្តបៃលិនញោមអត់ដែលស្គាល់ផងបានអូថ្ងៃនេះទេសនៅហ្នឹងញោម6ថ្ងៃទៀតទៅទេសនៅអាមេរិកជាមួយដេគុណឈើកាចបងត្រូវមានប្រធានបទមួយសម្ដែងដែរគឺបេសណៃយបហាយីសម្ដែងអំពីការលះបង់នៅពាក្យញុះញង់អស់មួយជីវិតក្រែហ្នឹងក្រែអត់ញុះញង់ញោមក្រែហ្នឹងក្រែហ្នឹងឥឡូវដល់ប្រធានបទទី5ហើយញោមមើលប្រភ័ក្រមូលដូចកាក់មិនសិលមាញ់ទៅទេសនានៅតកៅក្រែ3តកៅ2អង្គព្រៃវែង1អង្គលោកគៀបអាត្មាលោកថាកុំខ្លាំងទឹកដីតកៅគៀប2អង្គនឹងទៀតអ្នកស្ដាប់តកៅកុំខ្លាំងកម្មណាដែលខ្ញុំធ្វើថ្ងៃហ្នឹងកុំខ្លាំងទឹកដីព្រៃវែងឯងអំពីមច្ឆេរវិនយៈនាំចេញនៅសេចក្តីកំណាញ់ពីសន្តានមានន័យថាមិនកំណាញ់អស់មួយជីវិតនឹងក្រែមិនកំណាញ់ញោមក្រែបរិច្ចាគទានពេលលោកសំដែងចប់ចុះពីលើក្រែញោមមកសុំបច្ច័យលោកមានបានឲ្យទាំងអស់ព្រោះលោកសំដែងថាកុំឲ្យកំណាញ់អញ្ចឹងញោមសុំអីបានហ្នឹងហើយក្រែទី6ផ្លេចណែនាំឲ្យស្គាល់ព្រះនាមព្រះគ្រូមុនីប៉ាឡោជូនកកដាថ្ងៃមុននៅទេសកំពង់ចាមគេហៅលោកគ្រូប៉ៅឡែប៉ុន្តែថ្ងៃនេះព្រៃវែងឯងញោមប៉ាឡោមានន័យអ្នករក្សានៅអ្នកប្រាជ្ញគង់នៅវត្តប្រាសាទនាងខ្មៅស្រុកសំរោងខេត្តតាកែវចុះឡើងនៅវត្តបទុមតីរាជធានីភ្នំពេញសម្ដែងអំពីមិនកំណាញ់អស់មួយជីវិតក្រែទី6ព្រះគ្រូរតនវិសុទ្ធិឆាតសឆេតគង់នៅវត្តបទុមតីរាជធានីភ្នំពេញស្រុកកំណើតនៅខាងខេត្តព្រៃវែងដែរញោមសម្ដែងអំពីសច្ចៈពោលពាក្យប៉ិតអស់មួយជីវិតអញ្ចឹងក្រែហ្នឹងក្រែសច្ចៈញោមក្រែទី6នោះចាំក្រែអស់ណាញោមទី7ព្រះមហាពុទ្ធវង្សោពៅវុទ្ធីគង់នៅវត្តព្រះពុទ្ធឃោសាចារ្យរាជធានីភ្នំពេញមានស្រុកកំណើតនៅនេះតែម្ដងនៅស្រុកស្វាយអន្តរពីដើមឃុំស្វាយអន្តរស្រុកព្រៃវែងខេត្តព្រៃវែងសូមបវរណាប្រកាសឲ្យយាយណាបាត់ចៅយំនៅឆ្លងមកសូមបវរណាបន្តិចប្រកាសញោមណាបាត់ចៅយំចិត្តដៃខ្យល់ស្លាប់ហើយនៅកែងសាលាញោមណាបាត់ចៅញោមចៅស្រីបងមានចឹងទៀតញោមហើយណោះទៅហែនទៅហ្នឹងយ៉ាងរោងកាន់អង្គឥឡូវយកមកដាក់កន្លែងចដាសាលាឆាន់បងចដាសាលាឆាន់បងសូមអញ្ជើញញោមហើយសូមតវិញញោមបតេជគុណពុទ្ធវង្សោពៅវុទ្ធីមានស្រុកកំណើតនៅទីនេះតែម្ដងនៅឃុំស្វាយអន្តរស្រុកព្រៃវែងខេត្តព្រៃវែងពីដើមឥឡូវស្វាយអន្តរគេអភិវឌ្ឍមកស្រុកហើយញោមទៅជាស្រុកស្វាយអន្តរខេត្តព្រៃវែងត្រូវសម្ដែងអំពីកោធាភិភូក្របសង្កត់នៅសេចក្តីក្រោធមិនឲ្យកើតបានមានន័យថាមិនក្រោធអស់មួយជីវិតក្រែនោះក្រែអត់ខឹងណាញោមទោះបីជាមិនក៏អត់ខឹងដែរក្រែនោះ
ប៉ុណ្ណេះចោះដើម្បីកុំឲ្យខាតពេលសូមរតនាប្រគ្រូធម្មមនីមុនសុផលសម្ដែងថ្លែងបញ្ជាក់អំពីមេត្តាបេតិភរៈចិញ្ចឹមមេត្តាបិតាអស់មួយជីវិតយ៉ាងណាហើយបន្ទាប់មកគឺហុចមីក្រូនឹងរហូតទៅដល់កូនពៅបញ្ចប់ធម៌ទេសនាតែម្ដងសូមរតនានមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយសៈវន្ទាមៈនៅក្នុងវេលាគ្រាឱកាសនេះតម្រូវត្រូវខ្ញុំបក្រណាអាត្មាវត្តកំពូលភ្នំឈើកាច់សម្ដែងពីកាច់បំរើនឹងចិញ្ចឹមមេត្តាបិតាអស់មួយជីវិតមេត្តាបេតឧបដ្ឋានៈការចិញ្ចឹមបំរើមេត្តាបិតាអស់មួយជីវិតដូចត្រូវជំនាញដែរព្រោះធម៌នឹងស្រឡាញ់ជាងគេបំផុតធម៌បំចិញ្ចឹមមេត្តាបិតានឹងស្រឡាញ់ជាងគេបំផុតហើយទោះបីជាសម្ដែងនៅរូងណាក៏ដោយខ្ញុំកដាអាត្មាតែងតែសម្ដែងព្រោះស្រឡាញ់ជាងគេធម៌នេះជាកម្ពូលនៃបុណ្យទាំងពួងការបំរើចិញ្ចឹមមេត្តាបិតានឹងជាកម្ពូលនៃបុណ្យទាំងពួងអញ្ចឹងទោះបីជាថាបុណ្យអីក៏ដោយខ្ញុំកដាតែងតែឆ្លៀតឱកាសសម្ដែងធម៌នឹងមិនដែលខានទេព្រោះស្រឡាញ់ធម៌នឹងក្រៃលែងហើយធម៌នឹងធម៌បកែទៀតញាតិញោមបើមិនមែនត្រឹមតែបានបុណ្យបានកុសលច្រើននេះធម៌បកែអ្នកណាមួយដែលមិនគោរពមេត្តាបិតាមិនចិញ្ចឹមមេត្តាបិតាធ្វើបាបមេត្តាបិតាថ្ងៃណាមួយនឹងមានគេធ្វើបាបវិញហើយអញ្ចឹងបានជាការបំរើនឹងចិញ្ចឹមមេត្តាបិតាព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងប្រងទ្រង់ត្រាស់សម្ដែងថាជាធម៌កតញ្ញូកតវេទីបានន័យថាធម៌ដឹងគុណផងធម៌តបគុណផងអញ្ចឹងកតញ្ញូវាមានច្រើនបែបនិងច្រើនយ៉ាងដែលលោកអ្នកប្រាជ្ញទាំងឡាយតែងតែប្រាប់ទុកមកថាវាមានច្រើនវាមានកតញ្ញូបានបុណ្យវាមានកតញ្ញូមិនបានបុណ្យកតញ្ញូដែលបានបុណ្យដែលការមានតិចជូនទៅតាមតិចមានច្រើនជូនតាមច្រើនហើយកតញ្ញូដែលមិនបានបុណ្យអានឹងកតញ្ញូផ្សេងញាតិញោមឆ្ងល់ហ្មងឆ្ងល់តទីចុះហេតុអីបានជាកតញ្ញូដូចតែគ្នាមានបានបុណ្យមិនបានបុណ្យអញ្ចឹងលោកអ្នកប្រាជ្ញលោកប្រាប់ថាទី1កតញ្ញូជាន់កកតញ្ញូនឹងបានបុណ្យដែរក៏ប៉ុន្តែវាតិចបើថ្ងៃណាមិនត្រូវការផ្ញើកូនទីគេមិនបានជូនអីឲ្យហូបទីបើដល់ថ្ងៃណាមួយត្រូវការផ្ញើកូនម៉ែអើយម៉ែឪអើយឪមានគុណធ្ងន់ណាស់ម៉ែអង្គុយចុះមកកូនជូននំកូនជូនលុយដល់ជូនរួចហើយមិនបានប្រមាណបើឯងទៅបាត់ទៅកូនរត់ពីផ្ទះបាយមកផ្ទះធំយាយនំមួយមកទៀតតានំមួយទៀតចុះឡើងយឡើងអស់ឲ្យថ្លៃដែលនំយាយមួយចាននឹងហើយបន្តិចការ៉េមកៃបោលនៅមកទៀតព្រោះឥឡូវហ្នឹងមានស្រែកតាមមីក្រូច្រើនបើហើយទោះបីជាកូនក្មេងកំពុងតែដេកលក់ហ្នឹងក៏ភ្ញាក់ដែរបើខាងអាត្មានោះមានបងស្រីមួយលើតអើយលើតអើយលើតថាឲ្យស្រួយស្រែបើថ្ងៃណាមួយនោះគាត់លក់អស់ហើយគាត់ធ្លាប់មាត់គាត់ជិះកង់លើតអើយលើតស្រាប់គេថាឯងលក់អីអូមានលក់អីអស់បាត់ហើយបើវាធ្លាប់មាត់ណែបើមានឥឡូវទៅពីខាងហ្នឹងឯងទៅមានអាស្អីមានលីហាលមានអាខ្ចៅដូងទឹកត្រីស្អីអាថ្មលឺមិញខ្ចៅដូងទឹកត្រីកោះកុងមកជាឆ្ងល់អីគាត់នឹងលក់ស្អីគេលក់ទឹកត្រីវាមិនបានលឺអាខ្ចៅដូងពីដើមមកវាមិនសូវច្បាស់ហ៎បើអញ្ចឹងគ្រាន់តែលឺឡើងនឹងយាយខ្ចៅដូង
dễ phải chế lối tiền đây đó là pi chân tới võ hỏi lối dây nâng tới anh đang cắt từ nhu đai pan là cắt từ nhu chuan co bàn bon đai pan việt tạch men tham bàn bon này hay cắt từ nhu mũi tiết cắt từ nhu tuần tiền miệt đa bị đa nơi hộp bán đăng là bò chăng anh mình cất chu nơi hộp đi đó là chữ tơ ban cái giờ mau cái giờ mau mai hộp mà mặt tư hộp mà mặt tư con chất nôm nâng nhom không từ tinh đọc nôm pinh đọc của bông cha mày nó miền tờ hộp bài na cá cam buông con nơi chớ kim prơ mai hộp đó chữ tơ đó ban cái com giờ ỏi chẳng ban luôn là trái lúc prap tham tiếng chích tiếng ngay mù mực xua mà đái tiếng say tiếng pro clap pun nôm pang từ đến sầm răng thay mấy mà đái chư lên sau đây răng kiềm xuống cỏ con hai mai squall con tí ban nôm chấm này lo mà đái pul sai cài cài to ở anh mực nơ mai on na cả mai mình chư mình biên chấm ngư nô con rò khnia mình an đặt mai lu mai cheri từ con rò khnia mồ rinh bành châu đang cắt từ nhu đai pan cắt từ nhu tuần tiền bàn bòn đai pan tạch cắt từ nhu môi tiết cắt từ nhu chân nôm chấm ria cắt từ nhu chân nôm chấm ria nắng che cả đại mai là hộp bán có một cất ao ấy đấy đó là pi chư và đáp prong mình thia tí nặc khơi mai miền quân thuần na bàn nôm mà chán pram pon từ đó châu từ đó chun mai nhầm chun nôm chun lôi đòi chun đấy ao từ xua mai sre mục tiền thằng tục ao na rồi mà đái hư cho chênh mình chênh châu mình châu hư mai ơi mai chụp tiền thằng tục ao na chênh cho hư mà chẳng mà anh tục nhóm mấy chênh cho hư cho tới nên lúc cha chui chăm á xài mục tiền nhóm nâng mai nhóm tục ở nhóm nè đang cắt từ nhu đô sai cắt từ nhu đô đầm thao đang ăn bàn bòn này ai cắt từ nhu môi tiết cắt từ nhu cực kriên đang cao để mai miền ấy pra miền dập buốt sliệt đần đọp ấy tí pra câu nói mai đôi chiềm trong ban dập buốt hole muông ấy mà cặp play cái thay vô mà anh cùng pay chạm mực nhom rosi miền bán tôi bon bạch chạy buôn là mai nhà nan đây mà đong mai chết tạt trò mày đó là pin ấy cái rosi miền mến cái chắp đang thu bon mến là kháo nó bung chàm đó là ọ cái kiên xoay bon chop hai sưu bốn về flick cất bị đường mai sông support bị chăm môn đó bon hai sưu bốn sập con mà đại tha con nói con mai sông support bị chăm môn đôi mình khơi chứ mà anh phải chạy buôn ngày muốn buôn liền nên prom scop tiết bạn anh scop nhiều máu vừa cái cực ta khang plính với cái green ta khang là con của bung chàm ta cay với nó anh ót nơi ta ót ta đài chẳng đó là ma than chẳng tới nhiệt nhung thà bong lên là con đây bài chống khi lên chua lại vừa thôm mái là khu chưa cai than chẳng mẹ nên nhiệt nhung chua lại cái chua tới phần đáy complete bị rương thảm chun biệt đà bị đàm và mùi tiết cắt từ nhu ngọt nghiêm miền tách chun tam tách miền trán chun tam tràn hai mũi tiết ca là cắt từ nhu tam ca upama thôi ban chun rồi ngày tí chăm bạc bạc khai và nâng có bàn đây nâng bần đa cắt từ nhu hai ca bầm ra chỉnh chăm miệt đa bị đa nâng bàn bon ban có so tràn na chia cầm pul này bon bẹp put chia mà cha trong sầm đai thả cắt tên nhà ta bạc thiên là ta thoa cắt từ nhu chia bật thiên và chia bật thiên này ba là mấy thằng puông roa bẹp put group rong tay thằng miên thoa cắt từ nhu nó chia bật thiên hai mùi tiết cắt tên nhà ta thoa mà mua lia thoa cắt từ nhu cắt tạ vi ti cứ chỉ rước cuốn này có son là thoa thằng puông hai mùi tiết cắt tên pon nhà phi vật tận nô chỉ ti chìm ra này bon cứ sạch này sọc ca na con cháu của rúp chỉnh trăm miệt đa bị đa ban sọc group về liền phần dây bị rương sọc group về liền bay rương tay má bàn thoa thật thoa đang thoa bạc cái mền bạc cái nó nhung má thọp này môn từ tì snaនៅខេត្តបៃលិនbằng cả nắng tì sna tràn đá tì snaនៅបៃលិនmà tìនៅភ្នំកពើ
ខេត្តបាត់ដំបងហើយមកដល់ភ្នំពេញរហូតដល់ទៅលងវែងទៀតដល់អញ្ចឹងទៅនឹកឃើញថាមិនបាច់ចាំទៅជិះរថយន្តខ្លួនឯងទេវាគង់តែដល់ដោយតែគ្នាជិះតាក់ស៊ីទៅកុំឲ្យហត់កូនសិស្សវាហត់ភ្នែកព្រោះបើកយូរថ្ងៃតែហេតុតែបុណ្យកុសលជួយណាញោមទេវតាជួយបង្វែរចិត្តអញ្ចឹងអត់ឲ្យយករថយន្តខ្លួនឯងទៅទេដល់ទៅពេលចេញពីបៃលិនមកបំណងមកទស្សនានៅភ្នំកពឺខេត្តបាត់ដំបងមកដល់កន្លែងប៉ាងអលឹមកន្លែងហ្នឹងស្រាប់តែមានឡានមួយវាចេញពីព្រៃមកផឹងមកណាញោមជាមួយនឹងគុណចិនដំដែកបើសូមបីតាកំតិចបើសូមបីតាថាឲ្យចេញឈាមមកជំរាកគ្មានមកញោមបើតកង់នោះក៏វាអស់មិនបន្តិចទៅបើហើយអាត្មានឹងចំនៅពីខាងមុខហើយញោមនៅបៃលិនគ្រាន់តែឮថាគ្រោះថ្នាក់ចរាចរណ៍ហើយបើដឹងច្បាស់ថាអាត្មាវត្តឈើកាច់ហ្នឹងនៅមុខគេហើយមិនឮទូរស័ព្ទទៅប្រាប់ទៀតប្រហែលជាងាប់បាត់ហើយបើមិត្តស្រោតមកបើដល់ទៅពេលដោយអំណាចបុណ្យកុសលហ្នឹងយំបំបែងកញ្ចក់ទាំងអស់វាជះអត់មានត្រូវអាត្មាថានេះដោយសារតែបុណ្យបារមីដែលធ្លាប់ចិញ្ចឹមម្ដាយឪពុកបើកុំទៅអញ្ចឹងម្លេះទៅបាត់ហើយគ្មានបានជួបញាតិញោមទេហ្នឹងអញ្ចឹងបុណ្យកុសលដែលយើងចិញ្ចឹមមេត្តាបិតាជួយបញ្ជៀសយើងឲ្យផុតគ្រោះថ្នាក់បើហើយជួយការពារយើងឲ្យបានសុខគ្រប់ពេលឃើញណាញោមទេវតាជួយបង្វែរចិត្តថាមិនឲ្យជួបទេបើមិនឲ្យចេញរបស់ខ្លួនឯងទៅវានាំអន្តរាយណាញោមអញ្ចឹងទេវតាជួយបង្វែរចិត្តអញ្ចឹងហើយមួយវិញទៀតបើហើយមួយវិញទៀតសម្បតិសមិច្ឆន្តារមែងញ៉ាំងសម្បត្តិឲ្យកើតឡើងដល់កូនចៅប្រុសស្រីបើមួយទៀតបើរមែងមានកូនប្រកបដោយធម៌មានស្វាមីភរិយាប្រកបដោយធម៌នឹងអានិសង្ឃនៃកតញ្ញូកតវេទីដែលយើងគោរពចិញ្ចឹមបម្រើមេត្តាបិតាបើនឹងបុណ្យកុសលនឹងជួយយើងអញ្ចឹងប៉ុន្តែបើយើងមិនបម្រើចិញ្ចឹមមេត្តាបិតាទេបើយើងមិនអាចទទួលបានមកវិញទេបើអាត្មានិទានរឿងមួយជាទិដ្ឋានុគតិចែកជូនញាតិញោមប៉ុន្តែមិនដឹងថាញាតិញោមពិចារណាឃើញយ៉ាងណាក៏មិនដឹងដែរមានតកូលមួយណាញោមតកូលមួយនឹងឯងទម្លាប់ដាំពូជនរកពូជប្រែតបើឲ្យតែម្ដាយឪពុកចាស់នាំគ្នាយកទៅកប់ចោលគេថាទុកធ្វើអីទុកកវអត់ចំណេញដកចេញកវអត់ខាតដែរហូបរតែឆ្ងាញ់ល្អូក៏ច្រើនបើអញ្ចឹងទេឲ្យតែចាស់កប់ចោលហើយដល់អញ្ចឹងទៅវាក្តៅដល់ប្រអិនសម័យថ្ងៃមួយប្រអិនរតនាពពុទ្ធិសត្វកំណើតនៅក្នុងតកូលនឹងដើម្បីកែតកូលនឹងវិញឲ្យលែងដាំពូជនរកពូជប្រែតឲ្យដាំពូជមនុស្សទេវតាវិញដល់អញ្ចឹងទៅប្រអិនចុះមកចាប់កំណើតកើតតកូលនឹងស្រាប់តែបានអាយុ7ឆ្នាំឪពុកដឹកយាយតាចាស់នឹងយកទៅព្រៃពពុទ្ធិសត្វសុំទៅជាមួយដែរដល់ពេលទៅដល់ឪពុកនឹងរៀបចំជីកដៅជីកហត់ពេកដាក់ជាប់ក្បែរនឹងដល់ដាក់ជាប់ក្បែរនឹងទៅកូនណាពពុទ្ធិសត្វនឹងទៅយកជាប់នឹងមកជីកក្បែរនឹងដែរឪពុកសួរហ្មងឯងជីកអីដែរថាចុះពុកឯងជីកអីអញជីកកប់យាយតាឯងហ្នឹងចាស់ហើយទុកក៏មិនចំណេញកប់ចោលទៅហូបរតែឆ្ងាញ់គក់ច្បាច់ព្រឹកល្ងាចឈឺជារហូតហត់ណាគ្មានធ្វើកាយកើតផងបើអញ្ចឹងទេពពុទ្ធិសត្វប្រាប់ទៅវិញថាបើអញ្ចឹងទេខ្ញុំជីកនៅក្បែរនឹងដែរជីកកប់ជីកឲ្យហើយដែរបន្តិចទៀតពុកឯងគង់តែចាស់ដដែលទេអញ្ចឹងកុំឲ្យហត់ជីច្រើនជីទុកឲ្យហើយពុកឯងគង់តែចាស់ដដែលខ្ញុំគង់តែកប់ដដែលឯនោះនឹកឃើញចំនេះអាយុទៅ7ឆ្នាំវាខូខើដល់ប៉ុណ្ណឹងដែរចូលមិនស្រួលទៅវាធំប្រប៉ុណ្ណឯងមិនទាន់ចាស់សង្ស័យទៅវាកប់ឯងមុនចាស់ក៏មិនដឹងបើអញ្ចឹងទេលែងធ្វើអញ្ចឹងហើយយកយាយតាហ្នឹងមកថែវិញយកមករៀបចំងូតទឹកឲ្យហៅមកកូនឯងចាំទេចាំចុះដល់ពុកចាស់ទៅធ្វើម៉េចពុកងូតទឹកឲ្យកូនវិញពុករែកទឹកទុកឲ្យពុកកូនរែកទឹកទុកឲ្យពុកងូតវិញដល់ពេលរៀបចំបាយហើយអញ្ជើញយាយតាមកប្រសាហៅកូននោះមកមើលកូនឯងចាំទេចាំពុកធ្វើម៉េចជូនបាយយាយតាហូបចុះដល់ពុកចាស់ទៅសុតសួរទេខ្លាចគេបើចុះដល់ពុកចាស់ទៅកូនចាំពុកឯងវិញឯនោះមានសង្ឃឹមឲ្យពេលសម្រា
រៀបចំកន្លែងសម្រានហ្នឹងឲ្យស្អាតហើយហៅកូនហ្នឹងមកឲ្យមើលទៀតដល់អញ្ចឹងទៅថាចុះដល់ពុកចាស់ទៅកូនរៀបចំជូនពុកសម្រានជូនម៉ែសម្រានវិញឯនោះនឹកឃើញមានសង្ឃឹមទាំងស្រុងហើយអាញរួចខ្លួនហើយអញ្ចឹងបពោតិសត្វចុះមកកែតកូលនឹងពីពូជនរកពូជប្រែតទៅជាពូជមនុស្សពូជទេវតាវិញអញ្ចឹងនេះខ្ញុំកណ្ដាលសម្ដែងខ្លីប៉ុណ្ណេះហួសម៉ោង2នាទីហើយមិនដឹងថាត្រូវផាកប្រមាណបាទអញ្ចឹងទីអរប្រគុណហើយសូមជូនបុណ្យកុសលញាតិញោមទាំងអស់ត្រេកអរអនុមោទនាជាមួយនឹងការចិញ្ចឹមបម្រើមេត្តាបិតាអស់មួយជីវិតសូមអនុមោទនានមត្ថុរតនតយសៈវន្តាមិខ្ញុំកុណាសូមលំអត់លំអរកាយថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងនិងសូមក្រាបថ្វាយបង្គំចំពោះព្រះមហាថែគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកសម្ដាប់នៅព្រះសទ្ធម្មវិសេសទេសនានៅក្នុងឱកាសវេលានេះនៅក្នុងឱកាសវេលានេះដែរតម្រូវឲ្យអង្គខ្ញុំកុណាអាត្មាសម្ដែងអំពីការគោរពទៅដល់រៀមច្បងបើនិយាយទៅញោមដឹងស្រាប់ហើយថាអំបញ្ញមិញនេះនៅខាងក្នុងឡើយទេញោមណាបានលោកគ្រូចាប់អស់កទៅខាងក្រៅបើចាប់អស់កចេញទៅក្រៅហើយចាប់ញាត់សំនួរមកត្មងញោមអត់បានត្រៀមខ្លួនអីមុនសោះហើយដោយលោកគ្រូពោវិសិទ្ធមានសង្ឃដីកាហើយថាសិតទៅព្រៃវែងគ្រាន់តែព្រៃវែងហ្នឹង4អង្គបាត់ហ่ะតកែវមួយអង្គគ្រូជួនកកដាណាតកែវពងចាមតកែវអត់ច្បាស់ឯងញោមណាតន់កោះអណ្ដាតហើយបើនិយាយពីអាត្មាវិញដូចសាច់ជ្រូកនៅលើជ្រុញអញ្ចឹងញោមចាំតែតាំងតោគ្រូពោវិសិទ្ធមកច្រាមឯងរួចមកដល់ចាប់យកត្មងញោមណាឥឡូវបន្ទាប់ពីលោកគ្រូលក់លតមកដល់អាត្មាម្ដងអាត្មាហ្នឹងអត់មានលតលក់ឯងញោមណានឹងបានអីគេទេអញ្ចឹងគាថាទី2ដែលនាំឲ្យកើតជាព្រះអិនហ្នឹងអត់មានស្រីទេបើសិតតែប្រុសហើយញោមតាមចំណាំថាព្រះអិនហ្នឹងពណ៌ខៀវអត់ទេញោមណាព្រះអិនហ្នឹងដូចអាត្មាអញ្ចឹងស្អាតដូចគ្នាអញ្ចឹងបើស្អាតអញ្ចឹងមើលមុខឲ្យហើយទៅនឹងព្រះអិននៅរស់ពេលប៉ុណ្ណឹងទៅនឹងព្រះអិនទៅណាទេអញ្ចឹងមនុស្សយើងនៅក្នុងសកលលោកទាំងអស់នេះកើតមកហើយតើតមានការគោរពតើតមានការគោរពបើយើងមិនមានការគោរពទេគឺយើងជាមនុស្សមួយដែលរស់នៅមិនចុះចំណោមនៅក្នុងសង្គមគេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមនុស្សយើងបើមានការគោរពហើយការមិនប្រមាថហើយនាំមកនៅសេចក្តីសុខដល់ខ្លួននាំមកនៅសេចក្តីសុខដល់ខ្លួនសួរថាបើសិនជាញោមទាំងអស់គ្នាហ្នឹងថ្ងៃហ្នឹងបើមិនមកគោរពប្រសង់ទេស្រាប់ទៅណោទៅខាងឆ្វេងញោមណាទៅជីកត្រកហោះជីអីណានោះវិញទៅអាហ្នឹងដោយសារមិនមានការគោរពក៏ប៉ុន្តែញាតិញោមទាំងអស់ទាំងប្រធេរៈនុធរៈគ្រប់ព្រះអង្គលោកមានការគោរពដោយសួរគោរពណាមិនមែនគោរពប្រសង់ទេមិនមែនគោរពអាត្មាទេញោមដោយសារតែញាតិញោមទាំងអស់គោរពនៅពធដោយសារញោមគោរពនៅពធអញ្ចឹងទេបើយើងមានការគោរពកាលណាហើយធ្វើឲ្យខ្លួនប្រាណខ្លួនកាយវិចារចិត្តយើងហ្នឹងផ្លូវទាំងឡាយ3ហ្នឹងគឺប្រព្រឹត្តទៅស្មើល្អញោមប្រព្រឹត្តទៅស្មើល្អហើយនៅក្នុងបដិសន្ធារៈការគោរពក៏ព្រះអង្គក៏មានសម្ដែងដែរសម្ដែងទុកមកឲ្យពុទ្ធគារវកតាធម្មគារវកតាសង្ឃគារវកតាមានគោរពពុទ្ធពធប្រសង់អីជាដើមទៅក៏ប៉ុន្តែក្នុងទីនេះងារអាត្មាឲ្យគោរពរៀមច្បងហើយញាតិញោមស្គាល់ហើយរៀមច្បងហ្នឹងពីណាគេមើលរៀមច្បងញាតិញោមទាំងអស់គ្នាពីណាគេញោមសាកគិតមើលខ្លួនឯងណារៀមច្បងហ្នឹងយើងត្រូវគិតយ៉ាងម៉េចគិតថាអ្នកហ្នឹងគាត់មានអាយុច្រើនឬ
គាត់មានភាសាចាស់ជាងយើងឬក៏គាត់នឹងបានមកសុំសិលមុនយើងឬអាហ្នឹងញោមគិតពិចារណាមើលខ្លួនឯងមើលដូចជានៅក្នុងរឿងមួយញោមនឹងការគោរពមានលោកតាលោកយាយ2នាក់គាត់ធ្វើបន់ញោមធ្វើបន់ហ្នឹងគាត់និមន្តលោករសិតតែលោកធំរសិតតែលោកធំវាចៃដន្យអីអត់បានលោកធំមកសិតតែលោកទូចបងទូចដោយលោកគ្រូជាសមីលាអញ្ចឹងស្គមអញ្ចឹងញោមទូចអញ្ចឹងតែមិនស្អាតអញ្ចឹងទេញោមណានិមន្តមកដល់យ៉ាប់ស្រាប់តែយាយហ្នឹងខឹងតាទៅហើយយេតាឯងយកអីលោកមកទូចអញ្ចឹងយកមកធ្វើអីធ្វើបន់កើតហ៎ក៏ឲ្យលោកនៅក្រៅលបងផ្ទះអញ្ចឹងទៅយាយហ្នឹងដេញតាទៅម្សាទៀតតាហ្នឹងទៅតជួបព្រះសិរីបុត្រជួបព្រះសិរីបុត្រនិមន្តបានព្រះសិរីបុត្រមកស្រាប់តែមកដល់ផ្ទះហ្នឹងព្រះសិរីបុត្រគ្រាន់តែឃើញសាមណេរទាំង4អង្គហ្នឹងស្រាប់តែតែងបាតនិមន្តទៅវត្តវិញបាត់និយាយនឹងថាអីលោកអីចឹងមកដល់មិនទាន់ដល់ផ្ទះឯងត្រឹមត្រូវផងនិមន្តទៅវិញបាត់ដេញតាហ្នឹងទៅម្សាទៀតបានព្រះមោគលានមកប្រមោគលាននិមន្តមកគ្រាន់តែឃើញលោក4អង្គទាបាតពីតាប្រូចទៅវិញបាត់ទៀតស្រាប់តែដល់ម៉ោងឆាន់ញោមដល់ម៉ោងឆាន់ក្តៅដល់ប្រអិនអាសនៈប្រអិនមិនមែនចេះតែគង់បានងាយទេញោមណាតែមានព្រះអរហន្តនៅខាងក្រៅមានបញ្ហាអីមួយហ្នឹងគឺចាប់ផ្ដើមក្តៅភ្លាមអាសនៈប្រអិនហ្នឹងអញ្ចឹងក្តៅដល់ប្រអិនប្រមាមើលមកអីតានិយាយពីអ្នកនេះចង់ប្រអត់ចង្ហាន់លោកអីតើក៏និមិត្តខ្លួនមកជាលោកមួយអង្គយ៉ាងកញ្ចាញោមណាដោយតគ្រូមួនសផលអញ្ចឹងឡើងកញ្ចាអញ្ចឹងចាស់ជាងហ្នឹងទៅទៀតដើរកាន់ឈើច្រត់មកតាអលៈមកញោមរួចតានោះគាត់ទៅឃើញអញ្ចឹងសប្បាយចិត្តទៅពីអ្នកនិយាយអូឯងបានលោកចាស់មកតាហ្នឹងអូសផងទាញផងអីចឹងទៅមកដល់ស្រាប់តែតាហ្នឹងអង្គុយក្រោមលោកនេនអង្គុយក្រោមលោកនេនហ្នឹងនិយាយនឹងជេរប្រយអេលោកឯងឈួតទេមកអង្គុយក្រោមលោកនេនទូចចឹងណែដោយសារអីបានគាត់ជេរញោមខ្វះការគោរពហើយស្រាប់តែអង្គុយអញ្ចឹងហើយយាយតាហ្នឹងធ្វើម៉េចទេដល់ម៉ោងឆានហើយក៏និមន្តលោកទៅឆានទៅញោមនិមន្តលោកឆានហើយអីហើយលើលោកធ្វើផាត់តានមោទនីហើយលោកសាមណេរ4អង្គសិតតែព្រះរហន្តញោមសិតតែព្រះរហន្តគ្រាន់តែលោកឆានរួចមួយអង្គតាមប្អួចទៅមួយអង្គតាមជាងមួយអង្គតាមប្រឡោះទ្វារហើយប្រអិននិមិត្តខ្លួនជាលោកតាឯងចាស់ដែរលោកគេទៅអស់ហើយឯងមិនដឹងទៅណាប្រូចតាមដីប្រូចនោះឋានប្រអិនវិញបាត់នេះដោយសារអីដោយសារមនុស្សយើងអត់មានការគោរពឃើញលោកនេនថាអត់បានធ្វើទៅអត់បានបន់មែនទេញោមណាលោកនេនហ្នឹងក៏ត្រូវការបច្ច័យ4ដែរបើកវងកញ្ចក់ហ្នឹងតិចចុះចៃវរៈបច្ច័យលោកនេនប្រើអត់ស្បងស្បែកតៃជីពោប្រើញោមបណ្ឌបាតបច្ច័យចង្ហាន់បនចនសាមណេរឆាន់អត់លោកឆាន់ណាសេនាសនៈបច្ច័យគ្រឿងអាស្រ័យគ្រឿងទីសេនាសនៈប្រសង់មានកុដវិហារសាលាឆាន់លោកនៅអត់លោកទៅការកន្លែងសឹងអត់លោកនេនត្រូវការទាំងអស់គេលៀនអភេសជ្ជៈបច្ច័យត្រូវការថ្នាំពេទ្យត្រូវការភេសជ្ជៈអញ្ចឹងលោកនេនត្រូវទាំងអស់ញោមអត់ប្រកាន់ថាលោកនេននឹងធ្វើបន់បង្កើតអត់ទេណាញោមក៏មានតថេដូចលោកយាយម្នាក់នោះឲ្យសោះមិនមែនយាយខាងញោមអញ្ចឹងទេញោមណាប្រហែលជាយាយខាងអាត្មាកំពុងចាមនោះញោមអើយមានអ្នកកំពុងចាមមកអត់ញោមអត់សោះរមងអូយកំសត់ណាស់ញោមអើយតាឯងពីរអង្គពីរអង្គពីគ្រូជាសមាលាមកទឹកដីគេក្តែងតាឯងញោមហើយ2-3ថ្ងៃហ្នឹងជាមួយគ្រូពៅវុធីឡើងស្អហើយមកដល់ឥឡូវបានក្បាលមីក្រូច្រើនទៀតហើយយ៉ាងណាក៏មិនអីដែរញោមកុំឲ្យចាញ់រាសីលោកគ្រូពោវិសិទ្ធលោកគ្រូពោវិសិទ្ធថាល្បីសំលេងល្អថ្ងៃនេះប៉ះរូបល្អអន់សំណាងម្ដងមើលអញ្ចឹងទេ10នាទីបាត់ហ៎10នាទីបាត់ហ៎2នាទីគ្រូហ៎សំ2នាទីទៀត
ចឹងទេយើងចូលមកដល់ការគោរពយើងវិញអញ្ចឹងទេញាតិញោមទាំងអស់ត្រូវប្រកបទៅដោយ3យ៉ាងធម៌3យ៉ាងទី1ការគោរពដោយកាយទី2ការគោរពដោយវាចាទី3ការគោរពដោយចិត្តកាយវាចាចិត្តនឹងឲ្យទៅព្រមគ្នាញោមណាបើសិនជាកាយទៅចិត្តមិនទៅវាចាក៏មិនទៅតែដៃអត់កើតទេញោមណាបើបានទៅទាំងអស់គ្នាបើកាយទៅហើយវាចាទៅហើយចិត្តទៅហើយទៅឲ្យល្អធ្វើនៅសេចក្តីល្អគោរពដោយល្អការគោរពនឹងមាន2យ៉ាងទៅទៀតទី1គោរពនៅខាងមុខទី2គោរពនៅខាងក្រោយការគោរពនៅមុខហ្នឹងគ្រាន់តែនៅមុខហ្នឹងអោលលំតូនណាញោមនិយាយរាក់ទាក់ល្អធ្វើល្អក៏មកតែអាពេលនៅពីក្រោយអត់និយាយល្អទេនិយាយដើមនឹងព្យុះដូចញោមកំពុងតែស្ដាប់អញ្ចឹងនៅពីមុខអាត្មាអូយដែលកូនស្អាតណាចាប់ទៅក្រោយចាប់ដើមនិយាយគ្នាស្អាតណាទេហ៎មុខដូចតារា Hollywood អញ្ចឹងជាប់អញ្ចឹងញោមណាអាត្មាអត់សប្បាយចិត្តទេនៅពេលដែលញោមនិយាយអញ្ចឹងអីសិតតែតារាអញ្ចឹងអត់ទេអញ្ចឹងទេញោមទាំងអស់គ្នាមានការគោរពហើយនៅមានណាសួរ3ដងតន់ចង់ឆ្លើយផងអាហ្នឹងឯងវាចាញោមវាចាត្រង់ហ្នឹងត្រង់ដែលយើងមកបនបញ្ចុះសីមាហ្នឹងយើងយកវាចាយើងហ្នឹងមកគោរពយ៉ាងម៉េចមកសូត្រធម៌មិនមែនមកជេរគេទេអាត្មាប្រហែលថ្ងៃសឹងអត់លួចទេញោមណាស់នៅលើប្អួយហ្នឹងជេរគ្នាដល់កហើយសួរទៅអ្នកណាព្រៃវែងអុចបិណ្ឌបាតផឹកមិញនិយាយបដាដាញ់សួរណាព្រៃវែងអត់មានកំពុងចាមសោះណាហើយចឹងក៏មកឲ្យលើសនេតិខ្លាចលោកគ្រូពោវិសិទ្ធកាត់ភាគរយញោមណាលោកគ្រូមួនសុផលហ្នឹងលើសនេតិហើយហើយចឹងថ្ងៃនេះបើបានចូលរួមសម្ដែងពធទេសនាប៉ុណ្ណេះទៅចោះដោយមិនបានត្រៀមទុកអីទេញោមណាស់នឹកឃើញសម្ដែងចែកជូនដល់ញាតិញោមប្រកេនដល់បតរានុត្តរៈគ្រប់ព្រះអង្គញាតិញោមទាំងអស់ធ្វើម៉េចការគោរព3យ៉ាងហ្នឹងឲ្យទៅទាំងព្រមកុំលោកសួរមួយម៉ាត់បាត់2ម៉ោងអត់ទេញោមណាហើយស្មាស៊ូមសាទៀតមើលញោមគោរពដោយកាយវិចារចិត្តហើយនៅគោរពល្អហើយនៅអាហ្នឹងបានល្អញោមណាអនុមោទនីណាខុសតយ៉ាងណាសូមព្រះគ្រូមេត្តាខន្តីអភ័យទោសណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរពងពោះក្រៃលែងនៅលើលោកសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងមន្ត្រីសង្ឃទូទាំងប្រទេសព្រះមេគុណព្រះអនុគុណបច្ចេតិកាគ្រប់ព្រះអង្គដោយសេចក្តីគោរពពិសេសព្រះអង្គគ្រូបច្ចេតិកាវត្តពោធិវង្សនេះដោយសេចក្តីគោរពកាត់ក្រែងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះករុណាទាំងឡាយគ្រប់ព្រះអង្គទាំងលើសាលាឆាន់ទាំងក្នុងមហារោងទាំងលើក្រេទេសទាំង7អង្គទាំង6អង្គដតីពីខ្លួនឯងពិសេសលោកម្ចាស់គ្រូព្រះមហាពោធិពិសិដ្ឋដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនិងដែលលោកម្ចាស់បានសម្ដែងពីព្រះអង្គមកគឺលោកម្ចាស់លោកម្ចាស់តារា Hollywood និងលោកម្ចាស់ប៉ាអិនហើយនៅខ្ញុំកណាចម្រើនពរពុទ្ធបរិស័ទទន្ទឹមគ្នានឹងនេះដែរក៏សូមចម្រើនពរទៅដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទនរោត្តមសីហមុនីជាទីគោរពសក្ការៈនៃប្រជាពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងឡាយក្នុងធម្មសាកច្ឆាក្រែមកក្រែ7ប្រព្រឹត្តទៅក្នុងពេលនេះក្រោមពិធីបុណ្យបញ្ចុះខណ្ឌសីមាលោកម្ចាស់បានរៀបរាប់ធម៌អានាំឲ្យកើតទៅជាប្រអិនទាំង7យ៉ាងដែលជាវត្តបទវត្តដែលជាបទ7យ៉ាងនាំឲ្យបានទៅកើតជាសកទេវរាជ
ថ្ងៃនេះសុំស្លូតមួយថ្ងៃសុំផ្អែមមួយថ្ងៃព្រោះគេដាក់ចំសម្ដីផ្អែមនឹងលើញាតិញោមពុទ្ធបរិស័ទទាំងអស់ចូលចិត្តសម្ដីផ្អែមណាស់ពាក្យក្រោតក្រៀតមិនសូវជាចូលចិត្តស្ដាប់ទេចឹងទាំងអស់គ្នានឹងចូលចិត្តពាក្យសម្ដីផ្អែមទន់ពិរោះពិសានឹងខ្ញុំកណារៀបរាប់អំពីធម៌ដែលនាំឲ្យបានទៅកើតជាប្រអិនទី3គឺសន្ហភាសន្ហភាសតិឬថាសន្ហវាចាគឺពាក្យសម្ដីពិរោះតែនៅសូមប្រកេនជូនឲ្យច្បាស់ថាប្រអិននេះគឺគ្មានក្នុងកំណើតជាស្ត្រីទេដូច្នេះស្ត្រីតាមអត្ថកថាលោកសម្ដែងថាវាចាកំណើត7ដែលស្ត្រីមិនទៅកើតចាំស្ដាប់ញាតិញោមទី1គឺស្ត្រីមិនបានត្រាស់ដឹងជាប្រពុតទេតែឮថាប្រពុតស្រីតែឮអ្នកស្វែងតោដែលឮដែរទី2ព្រះសម្មាសម្ពុទ្ធសំទោសស្ត្រីមិនអាចបានទៅកើតជាប្រអិនទេហ្នឹងទី2ដែលឮប្រអិនស្រីឯងញោមណាប្រអិនប្រុសមានទី3មិនដែរកំណើតស្ត្រីនឹងឯងបានទៅកើតជាព្រះព្រំទេហ្នឹងព្រះព្រំហ្នឹងមិនប្រកាសបរិស័កភាវៈអដ្ឋិភាវៈទេប៉ុន្តែលក្ខណៈរបស់ព្រះព្រំគឺជាបរោះនឹងទី3ទី4ស្ត្រីមិនបានទៅកើតជាស្ដេចចក្រពត្តិទេនឹងស្ដេចចក្រពត្តិត្រាធិរាជមិនមែនជាស្ត្រីដាច់ខាតទី5ស្ត្រីមិនដែលទៅកើតជាមេរាធិរាជទេមេរាធិរាជមិនមានក្នុងស្ត្រីទាំងឡាយស្ត្រីទាំងឡាយមិនទៅកើតជាមេទេទី7ស្ត្រីមិនដែលទៅកើតជាយមរាជទេញោមអើយអត់មានស្ត្រីទេយមរាជឲ្យដឹងផងអ្នកព្រៃវែងអត់មានស្ត្រីទេនៅក្នុងកំណើតជាស្ត្រីហ្នឹងគឺវាចា7យ៉ាងហ្នឹងដែលមិនទៅកើតក្រៅពីនេះគឺធម្មតាក្នុងកំណើតសត្វទាំងឡាយដែលជាសត្វទៅដោយជើងច្រើនជើង2ដោយលូនទៅដោយពស់ណាដែលសត្វក្នុងទឹកលើគោកក្នុងអាកាសទេវតាមនុស្សចឹងទៅខ្ញុំកណាគ្រាន់តែរៀបរាប់ពីខ្លឹមសារតាក់ទងនឹងសម្ដីនេះ20យ៉ាង20ចំណុចរនឹកចុចរនឹកចុចរនឹកសរសេរអីមិញហ្នឹងមិនមែនរនឹកចុចទេរនឹកសរសេរមិញបាន20យ៉ាងគ្រាន់តែសារៈប្រយោជន៍របស់សម្ដីពុទ្ធបរិស័ទប្រុសស្រីចាំកត់បែបជារកបិចមិនតាន់នេះទេត្មងចាំកត់យូរហើយចាំស្ដាប់ម្ដងទៀតតាមវត្ថុទៅចោះសម្ដីវាចាល្អក្នុងអង្គុត្តរនិកាយបញ្ចកនិបាតព្រះអង្គសម្ដែងវាចាល្អមាន5ទី1ជាអ្នកនិយាយពាក្យពិតទី2ជាអ្នកនិយាយពាក្យពីរោះទី3ជាអ្នកនិយាយភាសាដែលមានប្រយោជន៍សម្ដីដ៏មានប្រយោជន៍ពាក្យដែលអត់ប្រយោជន៍មិនខ្ចីថ្លែងនាំឲ្យមាត់នឹងអត់តម្លៃមាត់អត់តម្លៃអណ្ដាតឥតន័យជីវិតក៏ឥតខ្លឹមសារពេលវេលាទៅក៏ឥតប្រយោជន៍ដូច្នេះសម្ដីល្អទី3គឺពាក្យមានប្រយោជន៍សម្ដីល្អទី4គឺពាក្យនិយាយមើលពេលមើលវេលានឹងតាមកាលតាមវេលានឹងទី5សម្ដីដែលសម្ដែងរៀបរាប់ហាថ្លាថ្លែងចេញមកជាពាក្យប្រកបដោយមេត្តាមិនមែនពាក្យសម្ដីនិយាយចេញមកដោយកំហឹងដោយពាក្យក្រោតក្រៀតទេចេះទេសម្ដីល្អហ្នឹងគឺសម្ដីដែលនិយាយប្រកបដោយមេត្តាពីក្នុងមកអ្នកសម្ដីនិយាយទាំងមេត្តាចិត្តពីក្នុងមកហ្នឹងព្រោះណាស់ញាតិញោមសាកហាត់លោមើលតែមានមេត្តាពីក្នុងមកហើយនិយាយមកផ្អែមពាក្យសម្ដីស្ដាប់ទៅពីរោះក្នុងទីនេះពីរោះអីគឺពីរោះត្រជាស្ដាប់ទៅត្រជាក់ចិត្ត
ណាពាក្យសម្ដីពីរោះហ្នឹងល្អហ្នឹងចំណុចទី1សម្ដីល្អមាន5គ្រាន់តែរឿងធរអាដែលជាប់តាក់ទងពាក់ព័ន្ធពីសម្ដីហើយទី2អណ្ដាតមនុស្សយើងនេះឲ្យសុខផងឲ្យទុកផងព្រោះតែអន់មិនប្រហើយមកអ្នកព្រៃវែងឃើញគ្រាន់បើណាស់ប្រហើយអស់មកអន់ដាតថ្ងៃនេះព្រៃវែងសោយរាជចាំមើលតែថ្ងៃណាព្រៃវែងទៅទេសនៅកំពង់ចាមកណា2អង្គកិនម្ដងកិច្ចមិនផុតទេទឹកដីស្រុកខ្មែរគ្មានខេត្តណាធំជាងកំពង់ចាមទេឥឡូវបែកបងឃ្មុំមួយទៀតកំពង់ចាមទូចវិញម្ដងឥឡូវប៉ុណ្ណឹងទី2ហ្នឹងអណ្ដាតជាអាចកន្លងបានសុកទុកផងព្រោះអណ្ដាតប្រយ័ត្នមែនទេអណ្ដាតហ្នឹងកុំចេះបដោយអណ្ដាតអានោះវាអត់ឆ្អឹងទេចេះតែនិយាយទៅតតែប្រយ័ត្នបន្តិចបានរស់បានយូរណាញាតិញោមប្រយ័ត្ន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 អីប្រយ័ត្នអណ្ដាតជាអាចកន្លងសុកផងទុកផងព្រោះអណ្ដាតមនុស្សយកសម្ដីដំរីយកត្រូវយកភ្លុកពីណាថាយកគ្នាវាដំរីមកទៅយកភ្លុកហើយមនុស្សយកសម្ដីដំរីយកភ្លុកខ្មែរចងក្រងទុកជាពាក្យបដៅនាងនួនក្លំក្នុងឬស័យក្លំក្រៅក្លំមនុស្សសំដៅនៅត្រង់ពោលពាក្យពិតមនុស្សយើងមានក្លំសារត្រង់និយាយពាក្យពិតហ្នឹងសម្ដីសំខាន់អញ្ចឹងណាអ្នកព្រៃវែងសម្ដីនេះសំខាន់អញ្ចឹងបនចោះសីមាហ្នឹងទី3គឺមនុស្សយកសម្ដីដំរីសំខាន់គឺភ្លុកគេមិនដែរយកសាច់ទេយកច្រើនតែយកភ្លុកលក់បានថ្លៃសម្ដីមនុស្សយើងយកសម្ដីវាថ្លៃនឹងសម្ដីហ្នឹងទី4ដបមានកម្រើដបមាត់មានកម្រើបហើយស្អីទៀតចេះសឹងអីប៉ុន្តែហ៊ានថាខ្លាចវាខុសមាត់មានកម្រើបដបមានឆ្នុកដប2មួយមានឆ្នុកមួយអត់ឆ្នុកអត់ឆ្នុកហ្នឹងតែហ៊ានរលំព្រោះអស់លេងហើយដល់តែមានឆ្នុកដួលទៅណាទៅនៅទាំងអស់យ៉ាងណាមាត់នេះមនុស្សយើងនឹងមាត់នឹងអត់មានកម្រើបនិយាយអត់មានខ្មាស់អៀនអត់អាសូរតែជាអ្នកស្ដាប់សួរថាគេលឺទៅគេសប្បាយចិត្តទេសម្ដីហ្នឹងដូច្នេះសម្ដីចំណុចទី4គឺថាមើលតាមដបចុកផងដបអើយដបយើងទាំងអស់គ្នាសើដបហ្នឹងឃើញទេគាត់ថាដបខាងកពូភ្នំឈើកាច់ហ្នឹងដបរៀងធំទៅហើយដបលោកគ្រូកំពង់ចាមហ្នឹងធំទៅហើយដបអាត្មានេះស្គមអញ្ចឹងទៅហើយដបទឹកស្អ៊ីវស្គមមួយនោះដបទឹកស្អីរៀងធំអញ្ចឹងហ្នឹងដូច្នេះគឺថាត្រូវមានឆ្នុកចេះណាមាត់ហ្នឹងគឺយើងត្រូវមានឆ្នុកខ្លះផងគឺសិលនឹងឯងជាឆ្នុកចុកមាត់និយាយភាសាល្អស្ដាប់ទៅពីរោះត្រជាចំណែកទី5ពាក្យណាដែលមិនពិតពាក្យប្រឌិតពាក្យមុសាពាក្យនោះឥតបានការចាញ់បាក់សាបាក់សៃយំចាញ់អន់ជាងមន់ទៀតសម្ដីកុហកពាក្យមិនល្អអត់ប្រយោជន៍នឹងអន់ជាងមន់ទៀតមន់រងាវដាស់ម្ចាស់ឲ្យទៅជួទៅដកទៅស្ទង់បានសម្ដីមនុស្សឥតប្រយោជន៍នេះអន់ជាងមន់អ្នកព្រៃវែងអន់ជាងមន់លឺដែរណងលឺអន់ជាងមន់ឲ្យឈប់កុហកទៅអន់ជាងមន់សត្វសំណក់នៅក្រោមផ្ទះស្រែកព្រុសធ្វើឲ្យម្ចាស់ដឹងថាមានចោរចូលប្លន់ចោះសម្ដីមនុស្សកុហកនេះមានប្រយោជន៍អីដូច្នេះបានធម៌របស់ព្រះអិនទី3ហ្នឹងពាក្យសម្ដីពីរោះគឺនៅក្នុងការមិនកុហកហ្នឹងក៏ផងដែរចំណុចទី6សង្គ្រាមលើពិភពលោកដែលអាចបញ្ចប់បានព្រោះសម្ដីចោចាសម្ដីចរចាត្រូវគ្នាអាវុធប្រឡាយលោកអត់ផ្ទុះទេតែបើសម្ដីនិយាយមិនត្រូវគ្នាពិភពលោកតែ7គ្រាប់ឯងញោមអាលាយផែនដីមិនបានទេខ្មែរយើងតែមកកណាត់គ្រាប់ក៏ងាប់អស់ដែរឲ្យដឹងទៅ
Đôi chứ này sầm đầy nè anh ai tầm bay phơ ơi sòng kia mui ai bình chọp bán đòi xa ca trò cha nắng ạ chẳng sầm đầy nắng lo anh chẳng hai ti bầm pí nom mà nua có tờ đâu phép chưa mà nua lo bán đòi xa sầm đầy đại công ta nỉ dây này nom nãy ban lo pan năng anh nhôm ạ nhôm công ta ban đạp thua công ấy ọt ban lo pan năng thế mà này hay có bông phơ ấy đại mình toàn ban chưa mà nu lõ tham năng miên ca nghe cái phơ đang phơ ấy tham nặng nên nhôm bột bò sát tầng đôi chân này sầm đây nè anh cứ ai phơ mà nu hoặc đó ao lõ bán phơ mà nu cả tay nhu ỏi mọc chia cả tay nhu bán phơ ỏi nè chộp phơ bát mà đâu phơ bon vinh bàn khơi nè nhiệt nhóm chấm nói ti pram bayประโยชน์ในการตรัสดังระบบประพุทธคือสมได้นั่งอ่ะบาตรัสดังเจียพระสมมาสัมพุทธมันโดยซาสมได้สมได้ทอเตก็บอกมันตรัสดังได้คือบอกตรงตรัสดังดำใบเปล่าเพียซาเปล่าสมได้สมได้ทอเตสนาเปล่าสัตว์ตีดอบเวอร์เอาใบชงานญาติโยมอาตมาสู้มวยใส่ลวินเจียงเกขนมโลกใส่เกลวินเจียงเกโอ้ปันดังไอ้ชาวตรึเดียวดอกเนี่ยไปเวงออนมาลังอ๋อจังตะออกมาตะสมได้นั่งหายเธอเอาจูจอดโอ้เนี่ยไปเวงกิตเตะกราวให้ซอยตรึพอเกไว้เยอะเยอะปงจามรวยมนอ๋อนังอย่างนาอย่างในเนี่ยไปเวงกิบอกมาเวงจะเมื่อนะนังอาจารย์สดับเมื่อช่วยยมแค่นี้คางเกไอ้น้องว่ายมมันยมน้องว่าน้องจังนะน่ะคือสมได้นั้นจูจอดไกลเลนจูจอดหรือวิ่งไกลเลนหรือวิ่งคือสมได้จำนายไอ้ไกลเลนไอ้เชียงตะขมุมก็สมได้นังได้ญาติโยมปดบริษัทเฉียบจังอ่ะไอ้บ่าวใบนั่งมาโฮมเซอร์ช่างเต้ไทม์สมได้ปีรัวมั้งช่างเล็บตัวต่อตายบ่มาโฮมสัตว์สุกิสุบีเวอร์บีคิวเช็คแคนสู้ไอ้จังสมได้เมาละมงละมังแต่กระดุมแต่กระแดงเล็บได้บ่โจลอาจโจลเต้สมได้นังไอ้คือเฟยมาหอบชกันดับมวยสมได้ซอเจียดเมริเจียดซอปูสมได้นังละอเตียดใครเนี่ยนังซอเจียดกับนาน่ะเมริเจียดคือกาปะประตะจะรักนังบางไฮปีปูจมโบนังให้ดับปีสมได้เจียไอเลยเจียโตอาซอเจียไตรดาวเมียนใบสระได้อย่างเมียนบุญรอนะหมดนั่นคือน่าจะจบเลขบุญเนาะขนมกายเวจาจัดเวจาบุญกายหนึ่งจัดแต่ใบอย่างเงี้ยน้องนังจังไตรตายสังรวมเวจาบานละอให้ดับใบสมได้เฟื่อยศาสนานี่ไอ้ดับใบกรุบปรามปอนเปรี้ยวภาษาบ้านโดยซาสมได้ทอระบบประสงค์นอมอวานเปรี้ยวเตอประกาศเลือพิภพโลกเอาศาสนาตั้งในกรุบปรามปอนเปรี้ยวภาษาดับบุญนอมเอาเจ็ดเฟื่อบอลโดยซาสมได้มาตั้งเปียมเร็จโดยซาไอ้นังบามันโดยซาสมได้ระบบพออังครูโปปิสัตเตนะลูกครูเปิดวัตถีเตพออังครูโสภาคังกปูพนมเชกายเตอดมาเตโดยซาดาพออังเจสเมลีพออังจวนกะกระดาพออังชาติสุเชตไอ้อดมาเด้ซื้อสกอลในกลายประเทศเราใบเลือวิภพโลกคังน้องว่าคังพออังครูน่ะจังนะนังโยมเปียมเร่งเจอมาดังนาคลาซอยน้องอ่ะเนี่ยเร่งให้ยังเนาะน้องไอ้บานบอลจานเฟอบอลหลังเนี่ยเมียนปลังนะบอลก็ซอทอดโยมปดบอลสัตว์ในปริเวณตรงมูก็เมียนบอลจานเจ็ดเฟอบอลโดยซาบานสดับทอนั่งอ่ะโดยซาสมได้นั่งเจ็ดเฟอบอลให้ดับปรำอ่องในอยู่เปล่าสัตคือแตะตรงนังสมได้นังได้โพลเวียจาเจนเติบกรุบอังเจียวเปล่าสดเมียนใบอย่างตีมวยกาตีปีเจตนาตีใบเวียจาบาเหมือนโพลเวียจาเจนมาเตะมันไอสมเซลบานเตะยันยมสมเซลโลกเอาเซลเมาเมียนตัดตัวปีโลกให้ได้ตัดตัวปีโลกไอ้นังเวียจาจังสมาเตียนสัตแตะตรงแต่เลิกเวียจ้าคือเปียสำได้ดอกประมุยปีเข้าซองแต่โลกเตยบัดโจขนมปะเฮียโลกเตยสำได้เนี่ยบัดก็เตยแต่เปล่าเวียจ้าหนังได้ดำใบเพื่อเอาบัดโลกบานสะอาดบริสุทธิ์ดอกประปีโลกมันโซทออดจังหันชันอะไรเนี่ยโยมโลกไอ้อดโซทออดประเกนอยชันเด้เฮาหน้าเตะตลัดเทียมเมอะในจ้าจะรังมาบอดบันรวยคลุนตอนแต่โซทอให้บันชันใช่ไหมจังเวียจานังประสังไอรัวในบานโดยซาเวียจานัง
ញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយ18នឹងដែលមិនសូត្រធម៌នឹងឯងក៏អត់បានបន់ញាតិញោមទាំងអស់គ្នាបានសូត្រធម៌ដែរសូត្រធម៌នាំឲ្យបានបន់ឥឡូវសូត្រឲ្យបានបន់មួយមើលចឹងសូត្រទាំងអស់គ្នាពីណាអត់សូត្រកុំឲ្យបានបន់ពុទ្ធបន់នឹងបន់ចេញពីសូត្រធម៌ណាញាតិញោមនឹងសូត្រទាំងអស់គ្នាណារីកេរិយាអ្នកមាសកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរត្រង់ត្រាដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយបានបន់អត់បើបានអនុមោទនាទាំងអស់គ្នាបានបន់ហើយលោកម្ចាស់អ្នកបានបន់អើយបានបន់គ្រប់គ្នាហើយណាលោកណាទី19មិននិយាយពីរសអត់បានទៅកើតជាប្រអិននិងទី20សម្ដីល្អណានាំឲ្យណាសម្ដីល្អមាននៅក្នុងអសប្បុរសទឹកខ្មុំផ្អែមពិតតែនៅចុងផ្លែដាវចេះទេណាសម្ដីល្អមាននៅក្នុងអសប្បុរសហ្នឹងគួរប្រុងប្រយ័ត្នចង់បញ្ជាក់អញ្ចឹងណាអសប្បុរសមនុស្សអាក្រក់តែនិយាយល្អនេះគួរប្រុងប្រយ័ត្នដូចទឹកខ្មុំដែលផ្អែមមែនតែវានៅចុងផ្លែដាវដូច្នេះសម្ដីផ្អែមរបស់មនុស្សខ្លះគួរប្រុងប្រយ័ត្នគេបោកចឹងណាញាតិញោមព្រោះអ្នកបោកមិនដែលពាក្យក្រោតក្រេតទេមកតែផ្អែមចឹងឯងបានបោកបានចឹងណាសម្ោចងាប់នឹងស្គរហ្នឹងឯងសម្ោចណាញោមណាដូច្នេះសម្ដីផ្អែមគឺពាក្យអណ្ដាតអ្នកឯងរលាស់ឲ្យបានជាតិផ្អែមគឺសម្ដីហ្នឹងមិនមែនអ្នកខ្លះចង់ឲ្យចេះនិយាយផ្អែមដោយព្រះអង្គគ្រូពោពិសិដ្ឋស្រាប់តែទៅហូបស្គរដាក់ឡើង2 3ប៉ោតឲ្យអត់ព្រមផ្អែមទៀតសម្ដីចេញមកក្រល់ណាញោមដូច្នេះប្រយ័ត្នសម្ដីផ្អែមរឹតតែផ្អែមរឹតតែប្រយ័ត្នដូច្នេះពាក្យសម្ដីផ្អែមនាំឲ្យបានតែកើតជាប្រអិនសូមពុទ្ធបរិស័ទពីពេលនេះទៅជាអ្នកមានវាចាផ្អែមគ្រប់គ្នាខ្ញុំព្រះករុណាអាត្មាភាពពៅវុធីគង់នៅវត្តច័ន្ទដំដែកសូមប្រគេនដំណឹងហើយនឹងចម្រើនពរជម្រាបជូនញាតិញោមបងប្អូនពុទ្ធបរិស័ទឲ្យបានដឹងនិងបានជ្រាបផងដែរថាសមិទ្ធផលដែលបាននឹងកំពុងតែកសាងរហូតមកដល់ពេលនេះមានប្រមាណជាប៉ុណ្ណេះដោយញាតិញោមឃើញស្រាប់នៅក្នុងទីនេះបានរួចរាល់ប៉ុណ្ណេះហើយក៏ប៉ុន្តែនៅមានការខ្វះខាតគឺជំពាក់នៅបច្ច័យសម្រាប់ឲ្យជាងនៅឡើយអញ្ចឹងហើយអាត្មាភាពសូមប្រគេនដំណឹងហើយនឹងសូមចម្រើនពរញាតិញោមក្រែងលោញាតិញោមមានសទ្ធានាំគ្នាជួយចូលរួមកសាងចូលចាប់មគ្គផលកសាងនៅសមិទ្ធផលនានាក្នុងទឹកដីនៃវត្តពូធីវង្សនេះគឺទៅតាមកម្លាំងសទ្ធាជ្រះថ្លាញាតិរបស់ញាតិញោមរៀងខ្លួនទោះបីញាតិញោមចូលរួមកសាងទៅព្រះវិហារក្តីទៅខាងកុដហើយនឹងហោត្រៃក្តីទៅខាងស្រះទឹកស្រះមួយចលិនក្តីជាវដីក្តីគឺទៅតាមកម្លាំងសទ្ធាដោយព្រះវិហារនេះមានចំនួន12គឺក្បាលនេះដែលដាក់បំពាក់នៅតាមជណ្ដើរព្រះវិហារដោយនាគមួយតម្លៃ$90រីឯនាគដែលដាក់នៅកុដហើយនឹងហោត្រៃនាគមួយតម្លៃ$50រីឯស្រះមួយចលិនគឺញាតិញោមជួយចូលរួមទៅតាមកម្លាំងសទ្ធារីឯដីដែលអាត្មាភាពបានទិញនៅទិសឦសានដើម្បីធ្វើនៅទីបច្ឆាដីនោះឯងគឺ1ម៉ែត្រការ៉េតម្លៃតែ$3ប៉ុណ្ណោះឯទ្វាគឺទ្វាទាំងស៊ុំទ្វាមួយគឺតម្លៃ$500ដោយមានស៊ុំព័ទ្ធជុំវិញទ្វានឹងផងរីឯបង្អួចទាំងបង្អួចហើយនឹងស៊ុំក្បាច់ជុំវិញបង្អួច
បងអ៊ូចមួយតម្លៃតែ$100ប៉ុណ្ណោះខ្ញុំបកករណាអាត្មាភាពសង្ឃឹមថាញាតិញោមនឹងចូលរួមចំណែកជួយកសាងជួយចូលចាប់មគ្គផលដើម្បីបានជាទ្រព្យមរតកនៅក្នុងពុទ្ធសាសនាផងដើម្បីលើកស្ទួយជួយឲ្យពុទ្ធសាសនាបានរីកចម្រើនផងខ្ញុំព្រះករុណាអាត្មាភាពពៅវុធីវត្តចិនដំដែកសូមប្រគេនដំណឹងហើយនឹងជម្រាបជូនបងប្អូនប្រុសស្រីលោកតាលោកយាយសាធុសពបរិសុជនអ្នកមានចិត្តបុណ្យអ្នកមានចិត្តសទ្ធាបានជ្រាបជាដំណឹងផងដែរថាអាត្មាភាពមានគម្រោងនឹងរៀបចំធ្វើនៅផ្លូវក្នុងវត្តពុទ្ធិវង្សនេះតែម្ដងដោយផ្លូវដែលនឹងត្រូវធ្វើនេះគឺគិតជាម៉ែត្រការ៉េដោយ1ម៉ែត្រការ៉េតម្លៃ$10ផ្លូវនេះឯងគឺចាក់អំពីបេតុងឬយើងហៅថាធ្វើអំពីបេតុងឬហៅម្យ៉ាងទៀតថាចាក់ដោយស៊ីម៉ង់ផ្លូវនេះឯងគឺ1ម៉ែត្រការ៉េតម្លៃ$10អាត្មាភាពសង្ឃឹមថាញាតិញោមនឹងចូលរួមធ្វើផ្លូវនេះឲ្យបានល្អនិងដើម្បីបានជាចំណែកនៃបុណ្យកុសលផងចឹងអាត្មាភាពសង្ឃឹមថាញាតិញោមនឹងជួយចូលរួមចំណែកចូលចាប់មគ្គផលទៅតាមកម្លាំងសទ្ធាទោះបីថាតិចតួចស្ដួយស្ដើងយ៉ាងណាឲ្យតែញាតិញោមជ្រះថ្លាចូលរួមចូលចាប់មគ្គផលអាត្មាភាពក៏សប្បាយរីករាយនឹងចំណែកនៃបុណ្យកុសលដែលញាតិញោមបានបំពេញហើយញាតិញោមអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទខ្ញុំបកករណាអាត្មាភាពពៅវុធីវត្តចិនដំដែកដែលមាននៅលើកញ្ចក់ទូរទស្សន៍នេះស្រាប់គឺលេខ092 34 97 99មួយខ្សែទៀតគឺ016 99 53 99សូមអរគុណនិងអរគុណសូមថ្លែងអំណរគុណនិងអរគុណចំពោះព្រះតេជគុណទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងបងប្អូនជាសប្បុរសជនអ្នកមានចិត្តបុណ្យដែលបាននិមន្តយាងនិងអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះសូមទទួលបាននៅសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ប្រការ